ពីព្រេងនាយមានមនុស្សពីរនាក់ម្នាក់ខ្វក់ម្នាក់ខ្វិនជាខ្ញុំបម្រើចិនអ្នកស្រុកហៅថាអាខ្វក់អាខ្វិនពួកគេនឿយហត់លំបាកណាស់អាខ្វក់សួរពីវិធីរត់គេចហើយអាខ្វិនក៏រៀបរាប់ពីផែនការរបស់ខ្លួនលុះយប់ក៏បបួលគ្នាចុះទូកប៉ុន្តែដោយមិនចេះអុំក៏អង្គុយម្នាក់ឯកក្បាលម្នាក់ឯកកន្សៃឈោមមុខទល់គ្នាប្រឹងអុំទៅទូកចេះតែវិលនៅត្រង់កំពង់នោះឯងលុះអុំយូរទៅដល់ពាក់កណ្ដាលអាត្រៀតឮសំឡេងសត្វអក់យំលុះភ្លឺព្រៀងទៅដឹងថាខ្លួននៅកំពង់ផ្ទះដដែលម្ចាស់ឃើញក៏ហៅឲ្យឡើងគោកវិញតែមិនបានវីដុំអ្វីទេនៅយូរទៅពួកគេបបួលគ្នារត់ម្ដងទៀតដោយលើកនេះបដូរទៅរត់តាមជើងគោកវិញពួកគេរត់បាន 2-3 ថ្ងៃក៏ដល់ស្រុកមួយអ្នកស្រុកប្រាប់ថាស្រុកនេះមានខ្លាសាហាវណាស់ពេលនោះខ្លាក៏លបមកខាំគោដែរឮអាខ្វិននិយាយពីឃ្លេខ្លាក៏ភ័យព្រោះមិនដែលស្គាល់អាខ្វាក់ដើរស្ទាបជួលទៅជួបនឹងខ្លាស្មានថាឃ្លេក៏មិនហ៊ានកម្រៅអាខ្វាក់ស្ទាបក្បាលខ្លាស្មានតែជាគូធាត់គ្មានស្នែងអាខ្វាក់ដឹកខ្លាមកក្រៅអាខ្វិនឃើញក៏ភ័យស្ទើរនោមតក់ខោប្រាប់ថាជាខ្លាតែអាខ្វាក់មិនជឿក៏យកកន្លុះចាក់ច្រមុះខ្លាឈឺច្រមុះក៏រត់បាត់ទៅអាខ្វាក់អាខ្វិនដើរដល់ខ្ទមស្រែគេមួយឃើញចង្អេខ្សែពួរនិងអណ្ដើកមួយលុះព្រឹកឡើងពួកគេបានជួបមនុស្សម្នាក់មកយកឃ្មុំអ្នកយកឃ្មុំនោះមានចិត្តអាក្រក់បានជុះលាមកដាក់បំពង់ហើយហុចឲ្យពួកគេពេលឃ្លានបាយអាខ្វាក់បើកបំពង់ឃ្មុំមកស៊ីក៏ធំក្លិនស្អុយទើបដឹងថាគេបោកជុះលាមកដាក់ឲ្យខ្លួនស៊ីសោះពួកគេខឹងណាស់ក៏ដើររកអ្នកយកឃ្មុំឮសត្វសូសេះចុះដើមឈើអាខ្វាក់ស្មានតែអ្នកយកឃ្មុំក៏ស្រែកហៅពួកគេដើរឆ្ងាយទៅដល់សាលាសំណាក់របស់ស្ដេចទីនោះមាននាងពៅនៅក្នុងស្គររងចាំឲ្យយក្សស៊ីនាងបានស្រែកប្រាប់ឲ្យពួកគេរត់ចេញអាខ្វាក់មិនខ្លាចសោះថែមទាំងសុំដាវមួយដើម្បីកាប់យក្សនាងពៅសន្យាថានឹងឲ្យទ្រព្យសម្បត្តិទាំងអស់បើសម្លាប់យក្សបានពេលយក្សមកដល់វាសួររកអ្នកបិទទ្វារអាខ្វាក់បោះចង្អេអណ្ដើកនិងខ្សែពួរទៅក្រៅដើម្បីបោកយក្សថាវាជាថ្លើមចៃនិងរួមជើងរបស់ខ្លួនយក្សភ័យក៏រត់បាត់យប់ជ្រៅបន្តិចយក្សញីមួយទៀតហោះមកអាខ្វាក់ចាំនៅមាត់ទ្វារលុះយក្សអើតកចូលមកអាខ្វាក់កាប់ស្មានទៅត្រូវយក្សដាច់កស្លាប់ភ្លាមព្រឹកឡើងពួកគេលួចទ្រព្យយក្សទៅចែកគ្នាតែចែកមិនស្មើក៏ឆ្លោះវាយទាត់គ្នាអាខ្វាក់ទាត់អាខ្វិនទាល់តែត្រង់ជើងចំណែកអាខ្វិនដាល់អាខ្វាក់ចំភ្នែកធ្វើឲ្យភ្លឺភ្នែកឡើងវិញស្ដេចជ្រាបរឿងក៏លើកនាងពៅឲ្យចៃខ្វាក់ហើយឲ្យសោយរាជជំនួសព្រះអង្គចំណែកចៅខ្វិនក៏បានធ្វើជាឧបរាជរស់នៅយ៉ាងមានក្តីសុខរៀងទៅ